ឆ្ងាញ់ណាបងបងពុំមានឆ្ងាញ់ខ្លាំងមែនតានេះយើងញ៉ាំពងទាកូនជាមួយនឹងម្ទេសជ្រូកខ្ទឹមជ្រូកបងបងពុំមានយើងចាក់តែក្តៅនេះមកយើងបើសិនជាបងបងចង់ញ៉ាំតែក្តៅក៏ជាតិដែរបងបងតែចំពោះតែក្តៅជាមួយតែទឹកកកក៏ឆ្ងាញ់ដែរណាបងបងអើយញ៉ាំរៀងហល់ហល់ហើយញ៉ាំតែក្តៅនេះទៅនិយាយពីថាជាតិហ្មងណាសមើខ្ញុំញ៉ាំតែក្តៅបងបងពុំមានមើលសិនរសជាតិឆ្ងាញ់ណាបងបងពុំមានព្រោះអើយក្លិនវិញឡើងឈ្ងុយរសជាតិវិញគឺចង់ឆ្ងាញ់ឥឡូវនេះយើងមកញ៉ាំពងទាកូនទាំងអស់គ្នាបងបងពុំមានញ៉ាំពងទាកូនជាមួយនឹងម្ទេសជ្រូកខ្ទឹមជ្រូកនិយាយពីថាឆ្ងាញ់ហើយជាតិសាហាវបងបងពុំមានមើលដាក់ពងទាកូនដាក់ជីពងទាកូនតិចមកយើងក៏ដាក់ជាមួយខ្ញុំពាក់សំដៃអញ្ចឹងខ្ញុំប្រាំងស្និតដៃតិចណាបងបងពុំមានម្ទេសជ្រូកខ្ទឹមជ្រូកនេះនិយាយពីថាជាតិម្ទេសជ្រូកខ្ទឹមជ្រូកនេះញ៉ាំមួយពងទាកូនក៏ឆ្ងាញ់ដែរនិយាយមែនជាតិហ្មងណាឆ្ងាញ់អូយឆ្ងាញ់ខ្លាំងហ្មងខ្ញុំញ៉ាំមើលម៉ាក់ទៀតអូយរសជាតិវិញបាញ់យាយឆ្ងាញ់ខ្លាំងបងបងពុំមិនចង់បានម្ទេសជ្រូកខ្ទឹមជ្រូកអីញ៉ាំជាមួយកាទៀវមីបាយមាន់បាយឆាជាពិសេសពងទាកូនណាឆ្ងាញ់តាំងមកតាក់ទៅមកហាងកាទៀវ7 7យើងខ្ញុំមកមួយកំប៉ុងត្រឹមតែ 10000 រៀលទេណាបងបងពុំមីងយកចាប់ពី10កំប៉ុងឡើងទៅគឺនឹងហ្វ្រីជូនបងបងអូនពុំមីងមួយកំប៉ុងព្រាមពីលើហ្មងនិយាយមែនអូយនិយាយពីញ៉ាំមួយពងទាកូនទៅត្រូវដែរបងបងពុំមីងមិនញ៉ាំមួយបាយមាន់ឬក៏បាយឆាកាទៀវមីក្តៅក្តៅណាញ៉ាំមួយពងទាកូននិយាយពីថាជាតិអូយសុំដាក់ម្ទេសមួយម៉ាត់ហ្មងនេះអត់ហល់ទេស្រួយណាបងបងស្រួយខ្ទឹមជ្រូកឆ្ងាញ់ស្រួយណាបងបងពុំមីងបងបងពុំមីងចង់បានម្ទេសជ្រូកខ្ទឹមជ្រូកអីឆាចូលផេកមកហាងកាទៀវ7 7យើងខ្ញុំមានលក់គ្រប់មុខទាំងអស់ណាបងបងពុំមីងណានិយាយពីថាជាតិដូចជាតិបងបងពុំមីងអើយបានញ៉ាំជាមួយនឹងពងទាកូនក៏ឆ្ងាញ់ដែរណាមិនចាំបាច់ហូបខ្ទឹមជ្រូកពងទាកូនអីទេតែខ្ទឹមជ្រូកហាងកាទៀវ7 7យើងខ្ញុំក៏ឆ្ងាញ់ដែរបងបងពុំមីងឥឡូវហាងយើងខ្ញុំមានប្រូម៉ូសិនបងបងពុំមីងម្ទេសជ្រូកខ្ទឹមជ្រូកនេះមួយកំប៉ុងត្រឹមតែ 10000 រៀលទេបងបងពុំមីងយកចាប់ពី10ទៅគឺ free ថែមជូនបងបងពុំមីងមួយភ្លាមពីលើម្ទេសជ្រូកខ្ទឹមជ្រូកនេះដែរគឺញ៉ាំជាមួយនឹងកាទៀវមីបាយក្តៅក្តៅពងទាកូននេះគឺរត់តែឆ្ងាញ់និយាយមែនណាឆ្ងាញ់ហ្មងម្ទេសជ្រូកគេអត់ហល់ទេបងបងអើយណែពងទាកូនអូណែខ្ញុំសុំថែមអើយខ្ទឹមជ្រូកទៀតព្រួយខ្ទឹមជ្រូកក៏ឆ្ងាញ់ដែរបងបងពុំមីងខ្ទឹមជ្រូកម្ទេសជ្រូកគឺឆ្ងាញ់ណាបងបងណែខ្ញុំអូយបងបងដែលគាត់ចូលចិត្តអីនោះនិយាយពីថាទិញទៅណែមួយកំប៉ុងត្រឹមតែ 10000 រៀលណាបងបងពុំមីងមួយកំប៉ុងត្រឹមតែ 10000 រៀលទេបងបងពុំមីងចង់បានកុំភ្លេចតាក់ទងមក7 7យើងខ្ញុំបងបងពុំមីងចង់បានកុំភ្លេចតាក់ទងមក7 7យើងខ្ញុំមកបងបងញ៉ាំជាមួយនឹងទាកូនណាញ៉ាំជាមួយពួកអញ្ចែកបានឆ្ងាញ់អូយឆ្ងាញ់ហ្មងណាថៅជាតិគ្នាហ្មងបងបងបើញ៉ាំអីក៏ដោយម្ទេសជ្រូកខ្ទឹមជ្រូកនេះចោលបានក្នុងព្រោះវាហល់តែវាឆ្ងាញ់ណាម្ទេសជ្រូកឲ្យបងបងពុំមីងឃើញទេម្ទេសជ្រូកខ្ញុំអេជាមួយខ្ទឹមជ្រូកមួយទៀតម្ទេសជ្រូក3 4គ្រាប់ឃើញទេអត់ហល់ទេណាជាមួយខ្ទឹមជ្រូកញ៉ាំមួយពងទាកូនអ៊ុយថៅជាតិគ្នាឆ្ងាញ់ខ្លាំងហ្នឹងនិយាយបងបងពុំមីងចង់បានម្ទេសជ្រូកខ្ទឹមជ្រូកតែតមក paper បើយើងចាំបងបង